សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនិយាយអំពីនីតិបុគ្គលវិស័យសួរថាតើអ្វីទៅគឺជានីតិបុគ្គលវិស័យនីតិបុគ្គលវិស័យគឺជាបព្វសិទ្ធិឯកជនដែលនីតិវត្ថុវិស័យនេះបានប្រគល់ឲ្យចំពោះបុគ្គលគ្រប់រូបដែលជាប្រធាននិស្សិតនិងកាតព្វកិច្ចក្នុងការចាត់ចែងប្រើប្រាស់និងអាស្រ័យផលពីបព្វសិទ្ធិនេះបានក្រមកិច្ចគាំពារពីសំណាក់រដ្ឋហើយនៅក្នុងនីតិបុគ្គលវិស័យនេះខ្ញុំលើកយក3ផ្នែកគឺផ្នែកទី1និយាយអំពីប្រភពនៃនីតិបុគ្គលវិស័យនិងផ្នែកទី2និយាយអំពីប្រភេទនៃនីតិបុគ្គលវិស័យហើយនិងទី3និយាយពីលក្ខណៈនៃនីតិបុគ្គលវិស័យហើយនៅក្នុងវីដេអូនេះខ្ញុំលើកយកផ្នែកទី1ដើម្បីកុំឲ្យវែងពេកចឹងខ្ញុំលើកយកផ្នែកទី1ដើម្បីមកបកស្រាយផ្នែកទី1យើងពីប្រភពនៃនីតិបុគ្គលវិស័យហើយដើម្បីឲ្យមាននីតិបុគ្គលវិស័យណាមួយនោះចាំបាច់ត្រូវមានលក្ខខណ្ឌ2គឺទី1ជាបទបញ្ញត្តិឬច្បាប់នៃនីតិវត្ថុវិស័យដែលបានចាត់ចែងទុកជាមុនពីស្ថានភាពនិងលក្ខខណ្ឌទី2ជាព្រឹត្តិការណ៍អ្វីមួយដែលបណ្ដាលឲ្យមានការអនុវត្តនៅបទបញ្ញត្តិឬច្បាប់ទាំងអស់នោះដែលគេហៅថាលិខិតគតិយុត្តឬអំពើគតិយុត្តនោះហើយនៅក្នុងនេះខ្ញុំលក្ខខណ្ឌទី1ខ្ញុំបាននិយាយរួចមកហើយអំពីប្រភពផ្ទាល់នៃនីតិដែលមានរដ្ឋធម្មនុញ្ញច្បាប់និងបទបញ្ជាលក្ខណៈហើយនៅក្នុងត្រង់ចំណុចនេះខ្ញុំលើកយកលក្ខខណ្ឌទី2ដែលយើងពីលិខិតគតិយុត្តនិងអំពើគតិយុត្តមកបកស្រាយហើយនៅក្នុងលិខិតគតិយុត្តគឺជាសំណុំឬក៏ជាការសម្ដែងនៅឆន្ទៈរបស់គូភាគីសំដៅបង្កើតឲ្យមានអនុភាពគតិយុត្តហើយបើគ្មានការសម្ដែងនៅឆន្ទៈទេអនុភាពគតិយុត្តនេះក៏ពុំអាចកើតបានដែរហើយលិខិតនេះវាមានលក្ខណៈជាឯកតោភាគីដែលសម្ដែងឡើងដោយបុគ្គលតែម្នាក់ឬវាអាចជាពហុភាគីឬទ្វេភាគីដែលមានលក្ខណៈដូចជាកិច្ចសន្យាហើយលិខិតឯកតោភាគីយើងធ្លាប់ឃើញដូចជាដណ្ដាំខ្មោចមរតកដែលបានសម្ដែងឆន្ទៈឬក៏កិច្ចសម្ដែងឆន្ទៈតែម្នាក់ដើម្បីបន្តនៅសន្តតិកម្មទៅឲ្យសន្តតិជនបន្ទាប់អំពីស្លាប់ហ្នឹងឬអាចហៅថាមរតកហើយកិច្ចសន្យាគឺជាឆន្ទៈព្រមព្រៀងរវាងបុគ្គល2នាក់ឬច្រើនអ្នកដើម្បីបង្កើតកែប្រែឬរំលត់កាតព្វកិច្ចមួយឬច្រើនដែលទាក់ទិននឹងខ្លួនអញ្ចឹងគឺអំពីលិខិតគតិយុត្តខ្ញុំសង្ខេបត្រឹមប៉ុណ្ណឹងឡើងចូលមកដល់អំពីព្រឹត្តិការណ៍គតិយុត្តឬក៏អំពើគតិយុត្តជាព្រឹត្តិការណ៍ឬក៏អំពើទាំងឡាយណាដែលវាមានអនុភាពគតិយុត្តហើយមានឥទ្ធិពលទៅលើការបង្កើតសិទ្ធិការបន្តសិទ្ធិឬការរំលត់សិទ្ធិដែលត្រូវបានបែងចែកជាព្រឹត្តិការណ៍និងអំពើព្រឹត្តិការណ៍វាបានកើតឡើងដោយក្រៅឆន្ទៈរបស់មនុស្សដែលជាស្ថានភាពមួយដែលកើតឡើងដោយឯករាជ្យពីឆន្ទៈរបស់មនុស្សបង្កើតឲ្យមានអនុភាពគតិយុត្តដូចជាការដែលកើតមានអនុភាពគតិយុត្តក្នុងការទទួលបាននូវសិទ្ធិកុមារជាកូនដែលត្រូវទទួលបីស្បែកពីឪពុកម្ដាយហើយមានសិទ្ធិខ្លាយទៅជាទាយាទក្នុងការទទួលបាននំមរតកហ្នឹងហើយអាយុក្មេងឬចាស់ដូចជាអាយុពេញវ័យដែលទទួលបានសិទ្ធិពលរដ្ឋទាំងសិទ្ធិនយោបាយដាក់ចូលមកដល់អំពើជាព្រឹត្តិការណ៍គតិយុត្តដែលកើតឡើងដោយណាបង្កើតឲ្យមានអនុភាពគតិយុត្តអំពើនេះគឺបានឲ្យមានការទទួលខុសត្រូវនៅរាល់អំពើទាំងឡាយរបស់មនុស្សនឹងត្រូវបានកំណត់ដោយច្បាប់
ដែលវាអាចជាការទទួលខុសត្រូវក្រៅពីសន្យាហើយចង់បញ្ជាក់បន្ថែមដែរទាក់ទងជាមួយនឹងការខូចខាតដែលកើតឡើងអំពីអំពើប្រព្រឹត្តដោយអចេតនា ការប្រព្រឹត្តហេតុឬការខ្វះការប្រុងប្រយ័ត្នក្នុងការមើលថែទាំក៏ដោយក៏ជនល្មើសត្រូវតែជួសជុលការខូចខាតទាំងអស់នេះផងដែរដែលយើងហៅថាជាសនកម្មខូចខាតខាងផ្លូវកាយឬក៏ផ្លូវសម្ភារៈគឺយើងមានកាតព្វកិច្ចក្នុងការទទួលខុសត្រូវតែជួសជុលសងណាហើយវីដេអូហ្នឹងគឺមានត្រឹមប៉ុណ្្នឹងឯងខ្ញុំសង្ខេបតែមានបន្តទៀតសូមអរគុណនិងសូមជម្រាបលា